មេតបគោជាមួយនឹងមេតបសើភ័យខ្លាំងដែរដោយសារតែនាងយាននឹងបានផើអាតមេរបស់នាងចាត់ការទៅកាន់អ្នកទាំងពីរជាស្នាងល្អលបងអាស្រ័យមកជួយទៅកាន់អ្នកទាំងពីរទាន់ដោយសារតែការគេចផុតរួចនេះហើយដែលធ្វើឲ្យនាងយាននឹងពិតជាមានការព្យាបាលខ្លាំងមែនទែនអ្នកទាំងពីរគឺមិនបានវិបហាទៅកាន់នាងយាននោះទេក៏ដោយសារតែតាមវិជារបស់តួឯកផលរបស់យើងចំណែកឯនាងយានវិញនាងក៏មិនបានទៅវិបហាបន្តអីទៀតដែរដោយសារប្រសិនបើវិបហាបន្តទៀតមានតែអត់ប្រយោជន៍តែប៉ុណ្ណោះហើយក៏បានលើសលេងរបស់តួឯកផលរបស់យើងនិយាយថាលើថានាងចង់ជួបខ្លួនមែនទេតួឯកផលរបស់យើងគឺបានចែងមកហើយរាក់ទៅកាន់នាងយាននាងមិនស្មានថាតួឯកផលរបស់យើងគឺជាបោនោះទេហើយនាងក៏មិនបាននិយាយឲ្យច្រើនទេបន្ទាប់ពីភ្ញាក់ហើយក៏ចាក់ចេញពីចននឹងយកតែម្ដងតួឯកផលរបស់យើងក៏កាំងផងដែរប៉ុន្តែគ្មានតែផលទេគេក៏ទទួលបានរង្វាន់អំពី system ផងដែរបន្ទាប់ពីចាត់ការ3ចនខ្លាយទៅជា top 1នៅក្នុងការប្រកួតប្រជែងមួយនេះហើយ Origin of Heaven ហ្នឹងគឺខ្ញុំហៅឈ្មោះហៅជាភាសាខ្មែរព្រោះហើយវាគឺជាប្រភពដើមនៃឋានសួគ៌បន្ទាប់ពីតួឯកផលរបស់យើងទទួលបានរង្វាន់របស់គេហើយគេក៏បានចាត់ចេញអំពីចនមួយនេះផងដែរម្ចាស់ក្រុងជាមួយនឹងលោកម្ចាស់ថៃប៉ាយមានការព្យាបាលឲ្យតួឯកផលរបស់យើងអាចយកឈ្នះទៅកាន់អ្នកទាំង4បានយ៉ាងងាយស្រួលបែបនេះចំណែកឯអ្នកទាំង3ទៀតក៏មិននឹកស្មានថាកូនសិស្សក៏ដូចជាមនុស្សដែលមកពីគ្រួសាររបស់ខ្លួនហ្នឹងគឺមកយកឈ្នះទៅកាន់តួឯកផលរបស់យើងហើយសុំចោលចាញ់ដល់បន្តទៀតផងបន្ទាប់ពីពួកគេភាសាគ្នាក្នុងចាត់ចេញពីទីកន្លែងនេះហើយយើងមកមើលខាងតួឯកផលរបស់យើងវិញគេពិតជាមានការព្យាបាលខ្លាំងមែនទេដោយសារតែគេគឺបានចេញមកខាងទីក្រុងប៉ុន្តែហាក់ដូចជាមានលំហប្រេះបាយចេញពី Blue Star តួឯកផលរបស់យើងអត់ដឹងថាវាគឺជាស្អីនោះទេដូច្នេះក៏បានបើកភ្នែកស្ដាច់រត់របស់គេមកក៏បានឃើញរូបរាងកាយអ្នកដ៏ធំមួយដែលវាកំពុងតែវេលោកវាហាក់ដូចជាលំហមួយនេះគឺថាបានបង្កើតដល់កូនមួយហ្នឹងមានតែសួរទៅកាន់ពូទី2របស់គេតែប៉ុណ្ណោះនៅពេលតួឯកផលរបស់យើងបានមកជួយទៅកាន់ពូទី2របស់គេហ្នឹងក៏បាននិយាយទៅជាមួយនឹងបញ្ហាទាំងអស់ហ្នឹងផងដែរហើយពូទី2របស់គេខ្ញុំធ្លាប់ទៅបានហៅថាគឺជាឪពុករបស់លេយីប៉ុន្តែឡើយខាងខ្លាំងទៀតឡើយតាមហ្នឹងសិនទៅក៏បាននិយាយបញ្ហាហ្នឹងប្រាប់ទៅកាន់តួឯកផលរបស់យើងផងដែររាល់ដងគឺវាមានសង្គ្រាមហាយលំហចឹងជាញឹកញាប់នៅប្រហែលឆ្នាំកន្លងមកនេះប៉ុន្តែឥឡូវនេះវិញគឺវាធំជាងមុនក៏ដោយសារតែមានអ្នកក្រេដ៏ធំមួយក៏ដូចជាកម្លាំងរបស់វាគឺខ្លាំងដូចគ្នាបន្ទាប់ពីនិយាយអំពីបញ្ហានេះចប់ហើយក៏បាននិយាយអំពីរង្វាន់ដែលតួឯកផលរបស់យើងចង់បានផងដែរចង់បានឲ្យថាគាត់មកប៉ុន្តែលេយីអត់ទូនោះទេគាត់គិតថាលេយីរបស់យើងហាក់ដូចជាខុសប្លែកពីមុនបន្ទាប់ពីលេយីរបស់យើងមកដល់ឡានហើយគេគិតថាអាជីវិតអភិជនរបស់គេហ្នឹងប្រហែលជាត្រូវបានបញ្ចប់បើមិនតាន់បានចាត់ការទៅកាន់ Blue Star នោះទេដូច្នេះហើយគេនឹងទៅដានចិនយកតែម្ដងប្រាប់ឲ្យចែកផៃលូទៅទីកន្លែងនោះតែយើងក៏បានកាត់បង្ហាញអាប៉ៃធានជួវិញកំពុងតែដេកព្យាបាលរបស់កូនហ្នឹងវាកំពុងតែគិតចង់សងសឹកជាមួយនឹងតួឯកផលរបស់យើងក៏ដូចជាអាប៉ៃយេហ្វានផងដែរដែលបានមកជួយវាខ្សែហោរបស់ប៉ៃធានជួបាននិយាយថាមិនបាច់ទៅចង់សងសឹកអីទេសមត្ថភាពរបស់ឯងគឺអត់ដល់ជាមួយនឹងលេយីឡើយលេយីចាត់ការឯងធ្វើតែមិនដៃតែប៉ុណ្ណោះប៉ុន្តែអាកូនហ្នឹងនៅតែចង់សឹកជាមួយនឹងលេយីរបស់យើងដែរប៉ុន្តែគួរតែព្យាបាលរបួសរបស់ឯងវិញទៅបន្ទាប់ពីរយៈពេល2ថ្ងៃគាត់នឹងយកកូនហ្នឹងចាក់ចេញពីទីកន្លែងនេះដោយសារតែទីក្រុងវ៉ាងស៊ូឡូវហាក់ដូចជាមានសង្គ្រាមធំនឹងកើតឡើងហើយសូយើងក៏បានកាន់មកកន្លែងរបស់នាងយានវិញម្ដងនាងជាមួយនឹងគ្រូរបស់នាងហ្នឹងកំពុងតែនិយាយគ្នាចាក់ចេញពីទីក្រុងវ៉ាងស៊ូប៉ុន្តែនាងយានអត់ចង់ចាក់ចេញនោះទេចង់ប្រយុទ្ធជាមួយនឹងមនុស្សដែលស្ថិតនៅក្នុងទីក្រុងវ៉ាងស៊ូបើនៅទីកន្លែងនេះមានតែស្លាប់តែប៉ុណ្ណោះប៉ុន្តែទោះជាស្លាប់ក៏នាងយល់ព្រមផងដែរនៅពេលដែលអ្នកទាំងពីរកំពុងតែប្រកែកគ្នាក៏មានមនុស្សស្រីម្នាក់ក៏បានចោលមកមនុស្សស្រីម្នាក់បាននិយាយថានាងនិយាយបែបនេះវាពិតជាល្អខ្លាំងមែនទែនពិតជាស័ក្តិសមជាអ្នកវឹកហាត់មនុស្សស្រីម្នាក់ហ្នឹងផងដែរត្រូវបានគេហៅថាបងស្រីឈៀនហើយក៏មានឋានៈធំជាងគ្រូរបស់នាងយានផងដែរនាងយានបានហៅថាគឺជាអមតៈបងស្រីឈៀនអមតៈដាវនឹងឯងឋានៈខ្ពស់ខ្លាំងមែនទែនហើយមកទីកន្លែងនេះផងដែរបងស្រីឈៀនបានប្រាប់ឲ្យគ្រូរបស់នាងយានចាក់ចេញសិនទៅគេនឹងទៅផ្ទះលេយីរបស់យើងនឹងថាទៅរឿងអីទេសំខាន់យ៉ាងជួបទៅកាន់លេយីតើការទៅកាន់អាប៉ៃយេហ្វានពិតជាឆ្ងល់ជាមួយនឹងខ្លួនឯងខ្លាំងមែនសមត្ថភាពរបស់គេមានការកើនឡើងប៉ុន្តែឆ្ងល់ថាហេតុអ្វីនៅពេលដែលជួបទៅកាន់ដូចរបស់យើងចង់ប្រយុទ្ធជាមួយនឹងគេបែរជាគ្មានអារម្មណ៍ទៅវិញហើយនៅពេលដែលចង់ប្រយុទ្ធនៅអារម្មណ៍ថាចង់ដាក់ទោសមកកាន់ខ្លួនឯងក្បត់មនុស្សធម៌អ្នកទាំង3គឺបានគិតព្រមគ្នាថាលេយីកំពុងតែធ្វើអីណោះចំណែកប្រលេយីរបស់យើងក៏បានកដាផងដែរហើយជាមានអ្នកអញ្ជើញដើមខ្លួននេះមកទៅហើយកូនហ្នឹងក៏បានក្រំពីការដែលគេបានឈានទៅដល់ level 30ក៏ដូចជាការ clear ដានចិនផងដែរសមត្ថភាពមានការកើនឡើងគេចង់សាកទៅមើលក្នុងទីក្រុងប៉ុន្តែមិនដឹងថាល្មិចល្ម៉ែទេនេះកំពុងតែកិននៅយើងក៏បានឃើញថាអាចារ្យឈានគឺបានធាក់ទ្វារចូលយកតាមរងហើយនៅពេលដែលជួបតួឯកផលរបស់យើងហ្នឹងគឺនិយាយសួរសុខទុក្ខធម្មតាទេប៉ុន្តែលេងធាក់ទ្វារអញ្ចឹងលីយីមានតែដេញចេញវិញទៅ
តែប៉ុណ្ណោះតែរហូតដល់បាក់ទ្វេតែម្ដងដែលធ្វើឲ្យចៅឈិនឆ្ងល់ថាអ្នកទាំងពីរឆ្លោះគ្នាមែននាងគិតថាមិនឆ្លោះគ្នាទេប៉ុន្តែពេលនេះប្រហែលជាចៅលីយីរបស់យើងបាននិយាយថាអ្នកទាំងពីរមានរូបរាងស្អាតបាតប៉ុន្តែចរិតធូរថ្លៃមែនលេងចូលមកតេះគេឲ្យតែធ្វើរបស់គេកំតិចចោលទៀតផងនឹងថាការនិយាយហ្នឹងគឺជាការសារឬក៏ការឌីលទេនេះបើឆ្លោះគ្នាទៅសំខាន់លីយីឲ្យអ្នកទាំងពីរឆាកចេញពីទីកន្លែងនេះសិនទៅបងស្រីឈិនហ្នឹងគឺបាននិយាយទៅកាន់តួឯករបស់យើងវាមិនទេអ្នកនឹងចាំតួឯករបស់យើងនៅខែវហើយក៏វាជាការសុំទោសផងដែរបន្ទាប់ពីបងស្រីឈិនជាមួយនឹងនាងយានចាក់ចេញទៅតួឯករបស់យើងកំពុងតែគិតថាហាក់ដូចជាធ្លាប់ឬក៏ដូចជាក្លិនរបស់អាចារ្យឈិនហ្នឹងដឹងមកពីណាដែរវាហាក់ដូចជាការពីគេនៅក្មេងធ្លាប់ជួបទៅកាន់នាងអញ្ចឹងអាចយល់ថាបងស្រីឈិនគឺជាម្ដាយរបស់លីយីគេកំពុងតែគិតហ្នឹងបន្ទាប់ពីម្ដងក្រៅវិញកាំងខ្លាំងមែនឃើញអ្នកទាំងពីរកំពុងតែហូបអីបងស្រីប៉ៃលូបាននិយាយថាបាទហ្នឹងហើយមានណាទៀតគឺជាម្ដាយរបស់លោកម្ចាស់តូយ៉ៃហ្នឹងហើយកាំងខ្លាំងមែនបន្ទាប់ពីនិយាយសួរសុខទុក្ខគ្នាក៏ដូចជាផៅអំពើតាសញ្ញារបស់ម្ដាយរបស់តួឯករបស់យើងបងស្រីឈិនហ្នឹងគឺជាដាវអមតៈដ៏ខ្លាំងក្លាស្ថិតនៅក្នុងពិភពអមតៈហើយនឹងមកទៅកន្លែងហ្នឹងដើម្បីយកតួឯករបស់យើងទៅកាន់ពិភពអមតៈហ្នឹងឯងនៅទីកន្លែងនោះគ្មានសង្គ្រាមប្រយុទ្ធជាមួយនឹងបិសាចឬក៏ monster អីនោះទេវាសន្តិភាពនិងស្ងប់សុខខ្លាំងមែនតួឯករបស់យើងទៅឬក៏មិនទៅបាទសន្មតថាអេពីសូតទី21 22គឺបញ្ចប់តែត្រឹមនេះឃើញ Monster Hunter ខហើយដូចជាចង់ធ្វើប៉ុន្តែអត់នោះទេចាំធ្វើរឿងឈិនយ៉នហើយចាំគិតទៀតហើយណាមួយទៀតគណៈពេលដែលធ្វើរឿងឈិនយ៉នហ្នឹងខ្ញុំក៏មានរឿងមួយទៀតជាប្រភេទម៉ាន់វ៉ាធ្វើតំណាងគ្នាផងដែរតែសារខ្ញុំមិនប្រកាសថាត្រូវធ្វើរឿងឈិនយ៉នដាក់ចំណាយគោលរបស់ខ្ញុំនោះទេគឺត្រូវតែមានរឿងផ្សេងទៀតដើម្បីធ្វើដាក់ចំណាយផ្សេងចាណាដោយសារចំណាយគោលរបស់ខ្ញុំហ្នឹងគឺខ្ញុំຕົកធ្វើគោលហើយចឹងហើយក៏អត់ចង់លក់ផងដែរហើយ 4K drama នឹងទទួលបានរឿងថ្មីជាប្រភេទម៉ាន់វ៉ាហើយបន្ទាប់ពីដាក់នៅក្នុង channel 4K drama គ្រប់ម៉ោងហើយខ្ញុំនឹងដាក់បន្តនៅក្នុង channel Full Swallow Full Late តបាំងកាងខ្លាំងមែនទែនប៉ុន្តែតែជាភាសាអង់គ្លេសនោះទេនេះយើងចាំខ្ញុំដាក់ឲ្យ channel Full Swallow នៅក្រោម channel 4K drama ដើម្បីត្រៀមសម្រាប់ channel ហ្នឹងគឺបងធ្វើយូរហើយដើម្បីប្រគ្រប់ម៉ោងហ្នឹងឯងប៉ុន្តែមិនតាន់បានធ្វើចឹងហើយត្រៀមទៅរឿងថ្មី